ការអភិមញ្ញបញ្ចប់ត្រឹមកន្លែងដែលអេរ៉ាននោះបានចូលបន្លំខ្លួនជាទាហានរបស់ពួកម៉ាឡេដើម្បីរកឱកាសក្នុងការសម្លាប់មេដឹកនាំធំរបស់ពួកម៉ាឡេនិងអ្នកធំនៃបណ្ដាប្រទេសផ្សេងៗដោយសារតែពិភពលោកទាំងមូលកំពុងចាត់ទុកពួកអេឌីដែលនៅលើកោះ Paradis នោះជាពួកបិសាចនិងមានគ្រោះមហន្តរាយចំពោះពួកគេជាពិសេសនោះគឺអេរ៉ានតែម្ដងតែពេលនេះភារកិច្ចរបស់អេរ៉ានត្រូវបានបញ្ចប់ហើយទើបពួកគេទាំងអស់ក៏បានត្រឡប់ទៅកោះ Paradis វិញអេរ៉ានដែលឡើងមកដល់ខាងក្នុងយន្តហោះប៉េងប៉ោងនេះគេក៏ឃើញថាអាមីនកំពុងតែចាំគេទោះបីមិនបានឃើញមុខគ្នាយូរគ្រាន់តែសម្លឹងមុខគ្នាក៏ដឹងចិត្តបន្ទាប់ពីឡើងមកដល់ខាងក្នុងអេរ៉ានក៏ត្រូវស៊ីមួយជើងរបស់លីវ៉ៃភ្លាមលីវ៉ៃក៏និយាយដល់អេរ៉ានថាអេរ៉ានឯងគួរតែសប្បាយចិត្តចុះពីព្រោះផែនការដែលឯងបានរៀបចំនេះវាទទួលបានជោគជ័យហើយបានជាអេរ៉ានត្រូវស៊ីមួយជើងដោយលីវ៉ៃនោះក៏ដោយសារតែអេរ៉ាននោះធ្វើតាមចិត្តរបស់ខ្លួនខ្លាំងពេកដោយមិនបានយករឿងនេះមកពិភាក្សាជាមួយនឹងលីវ៉ៃនិងអ្នកផ្សេងទៀតបន្តមករូបភាពក៏បង្ហាញពីចំហាយផ្សាយរបស់មនុស្សម្នាក់នៅខាងក្នុងនេះគេគឺជាអ្នកដែលគ្រប់គ្រងឋានពររបស់ Titan តើគេម្នាក់នោះគឺជាណាគេបន្តិចទៀតអ្នកទាំងអស់គ្នានឹងដឹងចំណែកជានេះវិញគេកំពុងតែដឹកនាំក្រុមដើម្បីការពារយន្តហោះប៉េងប៉ោងកុំឲ្យស្ទើរបាច់ដល់តែពេលឃើញថាវីឡេមានស្ទើរនៅខាងក្រៅទៀតហើយទើបលោកពូម្នាក់នេះដែលទើបនឹងចូលមកធ្វើជាកងកម្លាំងត្រួតត្រាថ្មីប្រាប់ឲ្យក្រុមជៀននោះចូលទៅខាងក្នុងទៅទុកឲ្យគាត់ចាំមើលខាងក្រៅបន្តិចសិនចាំគាត់ទៅតាមក្រោយឬបាននេះជៀនក៏បានចូលទៅខាងក្នុងជៀនក៏បានសួរសាថាតើពេលនេះគ្នារបស់ពួកគេត្រឡប់មកវិញអស់នៅសាក៏តបថាមកអស់ហើយតែពួកគេបាត់បង់គ្នារហូតដល់6នាក់ឯនោះឬបាននេះជៀនពិតជាឈឺចិត្តណាស់តែអាលបង Floyd បើជានិយាយថាទោះបីបាត់បង់6នាក់មែនបើប្រៀបធៀបជាមួយនឹងពួកស្ត្រូវពួកវាបាត់បង់ច្រើនជាងយើងទៅទៀតទាំងនេះគឺជាជ័យជំនះរបស់ពួក Eddie សម័យថ្មីទាំងអស់គ្នាសប្បាយចិត្តមែនតែសម្រាប់ជីននៅតែគិតថាចុះពេលណាទៅវាត្រូវចប់នេះពួកគេត្រូវមកធ្វើសង្គ្រាមតស៊ូដល់ពេលណាខុននេះក៏បានទាញសានិងជីនចូលមកអោបឬក៏និយាយថាទោះបីវាកើតឡើងឬមិនល្អចំពោះពួកគេតែ6នាក់នោះមែនតែសម្រាប់ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលពួកឯងទាំងពីរមិនកើតអីពីព្រោះពួកឯងទាំងពីរសំខាន់សម្រាប់យើងខ្លាំងណាស់ដឹងទេប្រកបណាស់ពីព្រោះសាជីនិងខូនីពួកគេឆ្លងសឹកឆ្លងភាពលំបាកមកជាមួយគ្នាច្រើនណាស់ប្រកបជាពួកគេសំខាន់នឹងហើយការដែលដឹងថាអេរ៉ានកំពុងតែចាកចេញពីទីនេះកាប៊ីខឹងណាស់នាងមិនដល់ឲ្យពួកគេរួចខ្លួនទេទើបយកកំភ្លើងនោះរត់ទៅដេញតាមយន្តហោះប៉េងប៉ោងរបស់ក្រុមទូប្រុសយើងទោះបីពេលនោះ Falco បានហាមនេះយ៉ាងម៉េចក៏កាប៊ីមិនព្រមស្លាប់ដែរដោយសារតែអេរ៉ានទៅធ្វើឲ្យ Sophie និង Udo មើលសម្លាញ់របស់ពួកគេត្រូវស្លាប់នេះមិនប្រឲ្យបិសាចដូចជាពួកកោអេឌីរួចខ្លួនឡើយកាប៊ីដេញតាមរហូតមកដល់ក្រុមយន្តហោះប៉េងប៉ោងនេះចំពេលដែលលោកពូដែលចាំមើលខុសត្រូវឃើញកាប៊ីល្មមតែពេលដឹងថានាងគឺជាក្មេងទើបគាត់មិនហ៊ានលើកបាញ់ទើបជាឱកាសដែលកាប៊ីនោះដាក់គាត់មួយគ្រាប់ធ្លាក់ចូលមកដល់ដីស្លាប់មួយកន្លែងជាពិសេសខ្សែឧបករណ៍ ODM gear របស់គាត់នេះជាប់នឹងយន្តហោះប៉េងប៉ោងទើបកាប៊ីនាងថានឹងឡើងទៅខាងលើចាត់ការអេរ៉ាន Falco ក៏បានចូលមកហាមនាងបើនាងឡើងទៅវាមិនខុសអីពីនាងទៅសម្លាប់ខ្លួនដែរកាប៊ីនាងមិនស្ដាប់សោះនាងក៏ផ្ដាំឲ្យ Falco នោះជួយប្រាប់រឿងរ៉ាវដ៏ក្លាហានរបស់នាងទៅកាន់មនុស្សនៅទីនេះផងជាពិសេសនោះគឺឪពុកម្ដាយរបស់នាងភ្លាមនោះ Cole ក៏បានឃើញ Falco និងកាប៊ីទៅប្រាប់ពួកគេចេញពីទីនេះតែកាប៊ីមិនស្ដាប់នាងក៏បានប្រើឧបករណ៍ ODM gear នោះទាញខ្លួនឡើងទៅខាងលើបាត់ Falco នេះវិញដោយសារតែចង់ការពារនាងទើបតង់ខ្លួនរបស់កាប៊ីទៅខាងលើជាមួយគ្នានៅពេលដែលឡើងមកដល់ខាងក្នុងហើយដោយមិនចាំយូរកាប៊ីនាងក៏បានបាញ់មួយគ្រាប់ទៅលើមនុស្សម្នាក់ហើយម្នាក់នោះគឺជាសាហេតុការណ៍នោះទាំងអស់គ្នាស្លុតចិត្តណាស់ជីនក៏បាញ់កាប៊ីវិញតែ Falco ក៏ចូលមករុញនាងទាន់ទោះបីអាចគេចពីគ្រាប់កាំភ្លើងរបស់ជីនបានតែទាំងអស់គ្នាកំពុងតែចូលមកវាយកាប៊ីនិង Falco ដោយកំហឹងជីនក៏បានស្រាយប្រាប់ឲ្យគ្នាជួយយកបងរបួសបិទរបួសជួយដល់សាផងចំណែកខូនីព្យាយាមប្រាប់ឲ្យនាងដឹងខ្លួនកុំតន់បិទភ្នែកអីបន្តិចទៀតពួកគេទៅដល់កោះ Paradis ហើយចឹងហើយត្រូវទ្រាំបន្តិចសាពេលនេះរវើរវាយនិយាយនេះពីព្រោះនាងកំពុងតែចិត្តដាច់ដង្ហើមហើយនាងក៏និយាយសួរខូនីថាពេលណាបានញ៉ាំបាយនាងឃ្លានណាស់សាច់នាងត្រូវការសាច់មើលទៅពួកគេព្យាយាមបញ្ឈប់រាងកាយរបស់នាងកុំឲ្យហូរឈាមច្រើនហើយតែវាមិនបានផលសោះចំណែកកាប៊ីនិង Falco Floyd ថានឹងទម្លាក់ពួកក្មេងនេះពីលើយន្តហោះប៉េងប៉ោងតែម្ដងតែជីនដែលត្រឡប់មកចិត្តត្រជាក់វិញក៏និយាយថាទោះបីធ្វើបែបនោះវាក៏មិនអាចដោះស្រាយអីបានដែរមើលទៅកាប៊ីទោះបីមុខមាត់ឡើងបាយខ្ទេចតែនាងមិនព្រមបិទមាត់សោះនាងក៏តែពីស្រែកជេរពួកគេថាអាពួកបិសាចចាំមើលពួកយើងនឹងលាងសម្អាតពួកឯងឲ្យអស់ពួកឯងហ៊ានសម្លាប់លោកស៊ីកយើងនឹងសម្លាប់ពួកឯងលឺអញ្ចឹងជីនក៏និយាយថា
បានតើចាំយើងនឹងនាំនាងទៅជួបអ្នកដែលរៀបចំផែនការនេះទៅចុះជីនក៏បាននាំកាប៊ីនិងហ្វាកូមកដល់ខាងក្នុងនេះវាក៏បង្ហាញថាអ្នកដែលរៀបចំផែនការបុកសម្រុកមកទីក្រុងលេបូរីអូរបស់ម៉ាឡេវាគឺជាផែនការរបស់ស៊ីកនិងអេរ៉ាននឹងហើយបាទអ្នកដែលគ្រប់គ្រងឋានពររបស់ Titan ដែលនៅជាមួយនឹងក្រុមអេរ៉ានអ្នកនោះគឺជាស៊ីកនឹងហើយកាប៊ីនេះនៅតែគិតថាការដែលស៊ីកនៅទីនេះប្រហែលស៊ីកនោះត្រូវបានចាប់ខ្លួនដូចជានាងហើយតែស៊ីកក៏ប្រាប់ថាមិនមែនទេគេជាអ្នកក្បត់ពួកម៉ាឡេមករួមដៃគ្នាជាមួយនឹងអេរ៉ាននៅពេលតែមួយភីកនាងចាំបានហើយថាទីហ៊ានដែលនាំនេះនឹងផូកូទៅធ្លាក់ក្នុងអន្ទាក់នោះអ្នកសក់លឿងនោះគឺជាអតីតទាហានរបស់ម៉ាឡេដែលនាងមានឈ្មោះថាយេលេណាជាទាហានម៉ាឡេធ្លាប់បញ្ជូនខ្លួនទៅកប់ផារ៉ាឌីដើម្បីកម្ចាត់ពួកអេរ៉ានកាលពី3ឆ្នាំមុនតែពួកយេលេណាមិនឃើញត្រឡប់មកវិញសោះរហូតមកដល់ពេលនេះភីកទើបនឹងឃើញនាងហើយនៅចិត្តយេលេណានៅមានអនយ៉ានកប៉ុនអ្នកបើកយន្តហោះពីងប៉ុងឲ្យហាន់ជីដូចគ្នាភីកដឹងទៀតថាយេលេណាគឺគោរពនឹងស្រឡាញ់ស៊ីខ្លាំងណាស់ចឹងតែតែភីកបានកាត់សេចក្តីប្រហែលស៊ីកនោះកំពុងក្បត់ពួកគេហើយទៅរួមដៃគ្នាជាមួយនឹងក្រុមអេរ៉ានមិនខានឡើយត្រឡប់មកខាងលីវ៉ាយវិញលីវ៉ាយក៏សួរជីនថាក្មេងពីរនាក់នេះគឺជាណាគេជីនក៏បានប្រាប់ថាពួកក្មេងទាំងនេះបានឡើងមកខាងក្នុងហើយបានបាញ់សាសាគ្រាន់តែឮបែបនេះអាមីនិងមីកាសាបញ្ញាប់ចេញទៅមើលសាសាភ្លាមតែជីនក៏ផ្ទុះកំហឹងដាក់យេលេណាហេតុអីបានជានាង Plus នេះធ្វើឲ្យពួកខូនិងភីកដែលជា Titan នោះចេញមកបានបែបនេះយេលេណាក៏សុំទោសវាគឺជាការធ្វើប្រហែសរបស់នាងតែអេរ៉ានក៏និយាយឡើងមកថាពេលនេះពួកគេអាចសម្លាប់មេដឹកនាំធំរបស់ម៉ាឡេបានហើយថែមទាំងបំផ្លាញគ្រឿងអាវុធធ្វើសង្គ្រាមរបស់ពួកវាអស់ទៀតប៉ុណ្ណឹងវាក៏អាចធ្វើឲ្យខាងត្រូវលើកថ្ងៃមកបុកលើកប់ Paradis បានមួយរយៈដោយដែល Eren បាននិយាយអញ្ចឹងផែនការទាំងនេះក៏ដើម្បីជាការលើកថ្ងៃកុំឲ្យពួកត្រូវឬមនុស្សមួយពិភពលោកបុកសម្រុកមកកាន់កោះ Paradis ភ្លាមហើយវាក៏ទុកពេលឲ្យពួកគេត្រៀមខ្លួនបានខ្លះតែណាពេលនេះភាពជឿទុកចិត្តរបស់ Levi និង Hanji គឺគ្មានទេចំពោះ Eren ពីព្រោះ Eren តែងតែធ្វើតាមចិត្តរបស់ខ្លួនរហូតបណ្ដាលត្រូវបាត់បង់គ្នាអស់ជាច្រើននាក់គ្រប់យ៉ាងក៏ដោយសារតែមកជួយ Eren នឹងហើយតែ C ក៏តបថាលើកនេះពួកគេចំណេញខ្លាំងណាស់ដោយសារតែ Eren ដែលកំពុងតែមានថាមពល Founding Titan បាននៅចិត្ត Zeke ដែលជាកូនដែលជាប់សាច់ឈាមរបស់រាជវង្សស្ដេចចឹងហើយពួកគេអាចប្រើថាមពល Founding Titan បានពេលណាក៏បានឲ្យតែស្ត្រូវបុកចូលមកហើយការលះបង់លើកនេះវានឹងនាំយកសេរីភាពមកកាន់ប្រជាជន Edia មិនខានឡើយតែមិនតប្រមាណផងខូនីក៏បើកទ្វារចូលមកនិយាយទាំងទឹកភ្នែកថាសានាងស្លាប់ហើយឯថាទាំងអស់គ្នាស្លុតចិត្តខ្លាំងណាស់និយាយអីមិនចេញ Eren ក៏សួរខូនីថាតើពាក្យចុងក្រោយដែលសាបាននិយាយនោះគឺជាអីគេខូនីក៏តបថាសាច់នេះនិយាយថាសាច់គ្រាន់តែលឺបែបនេះ Eren ក៏សើចចេញមកតែសើចនេះគឺសើចលាយឡំនឹងភាពឈឺចុកចាប់ Eren ក៏នឹកដល់អតីតកាលជាពេលដែលសានោះបានលួចយកសាច់ពីចង្ក្រានមកចែកគ្រប់គ្នាបានហូបទាំងដែលសាជាមនុស្សស៊ីមិនងាយឆ្អែតបើជាសុខចិត្តយកសាច់មកចែកគ្នាទៅវិញការបាត់បង់មិត្តជិតស្និទ្ធបែបនេះវាធ្វើ Eren ឈឺចិត្តណាស់តែការដែល Eren សើចវាធ្វើឲ្យជីនឆ្ងល់មែនតើថាការស្លាប់របស់សាវាគឺជារឿងគួរឲ្យសើចណាស់មែនបានជាសើចចេញមកបែបនេះជីនបន្តបានជាសាត្រូវស្លាប់ក៏ដោយសារតែឯងនឹងហើយ Eren ឯងបាននាំបាក់ពួកដែលជាកងកម្លាំងត្រួតត្រាមករួមសឹករបស់ឯងទោះបី Eren បាននិយាយអីតែពេលនេះគេកំពុងតែខំមាត់បន្ទោសខ្លួនឯងយ៉ាងខ្លាំងពេលនេះគេមិនអាចត្រឡប់ពេលវេលាថយក្រោយបានឡើយគ្រប់យ៉ាងវាហួសពេលហើយបន្តមកហេតុការណ៍ក៏និយាយពីអតីតកាលកាលពី3ឆ្នាំមុនជាពេលដែលពួកទាហានម៉ាឡេជិះទូកមកកោះ Paradis ដើម្បីធ្វើសង្គ្រាមជាមួយនឹងក្រុមរបស់ទូកប្រយើងនៅលើទូកនេះទាហានម្នាក់នេះក៏បានរាយការណ៍ដល់មេវាថាពេលនេះទូកដែលបានមកដល់កោះនេះមុនបានសញ្ញានៃការតាក់ទងគ្នាឆឹងតែម្ដងទោះបីតាក់ទងទៅយ៉ាងម៉េចក៏មានអ្នកឆ្លើយតបដែរតែភ្លាមនោះស្រាប់តែទូករបស់ពួកវាត្រូវបាន Titan មួយចាប់លើកឡើងពីទឹកហើយ Titan នោះគឺជា Eren នឹងឯង Eren ក៏បានយកទូកពួកវាលើកដាក់លើគោកដោយមាន Hanji ចេញមកស្វាគមន៍ពួកម៉ាឡេដែលបានមកទស្សនាកោះ Paradis លើកដំបូង Hanji ក៏បានស្វាគមន៍បែបឌឺដងអញ្ចឹងដោយនាងបានចាប់ទាហានម៉ាឡេម្នាក់ដែលបានមកទីនេះមុនទុកធ្វើជាចំណាប់ខ្មាំងនៅគម្រាមដល់ពួកវាថាបើមិនព្រមឡើងមកចរចានិយាយគ្នាទេម្នាក់នេះនឹងងាប់និយាយទៅទាហានម៉ាឡេម្នាក់នេះក៏សំខាន់នឹងខ្សែរឿងដែរគេមានឈ្មោះថា Niccolo ក៏បានស្រែប្រាស់ឲ្យមេវានោះបាញ់សម្លាប់ Levi និង Hanji ទៅមិនបាច់ខ្វល់ពីគេទេប្រកាសណាស់មេរបស់ Niccolo មិនបានខ្វល់ពីកូនចៅស្លាប់ហើយថែមទាំងស្អប់ពួក Edia ទៀតទើបនិយាយពីសម្ដីជេរប្រមាថអាក្រក់ដាក់ Hanji ក៏តបទៅវិញថាអើយលបងអើយនិយាយចេញមកអាក្រក់ម៉ែសម្ដីនិយាយមកដូចឆ្កែកំពុងតែព្រុសអញ្ចឹងបើខាងក្រោយខ្នងទៅអត់ខ្លាចទេអីថៃធ្វើនៅខាងក្រោយពួកឯងវើយពេលដែលពួកម៉ាឡេងាកទៅមើល Eren ក្នុងរាងកាយរបស់ Titan កំពុងសម្លឹងពួកទាហានម៉ាឡេក្នុងខ្សែភ្នែកគួរឲ្យខ្លាចតែតាមមេទាហានម៉ាឡេនេះវាចិត្តតស៊ូមិនខ្លាចទេទើបត្រៀមនឹងបាញ់សម្លាប់ Hanji តែម្ដងមួយគ្រាប់កំភ្លើងស្លាប់មួយកន្លែងគ្រប់គ្នាដែលឃើញហេតុការណ៍នេះពិតជាភ្ញាក់ផ្អើលណាស់ពីព្រោះទាហានម៉ាឡេម្នាក់នោះបានបាញ់មេខ្លួនឯងទៅវិញហើយគេម្នាក់នោះគឺជាយេលេណានឹងហើយយេលេណាក៏យល់ព្រមសុំទៅនិយាយចរចាគ្នាជាមួយនឹងក្រុម Hanji ជាពិសេសនាងចង់ជួប Eren មកយូរហើយពេលឃើញ Eren នៅនឹងមុខបែបនេះនាងពិតជាសប្បាយចិត្តណាស់ទោះ
ទូបីពួកគេមិនសើទុកចិត្តគ្នារបស់យេលេណាមែនតែពួកគេនៅតែមកចរចានិយាយគ្នានឹងនាងដដែលឯថាហាន់ជីពិតជាចាប់អារម្មណ៍អាវុធរបស់ម៉ាឡេមែនតែនយេលេណាក៏បាននិយាយប្រាប់ថាម៉ាឡេមានទីហ៊ានសម្រាប់ធ្វើសឹកទាំងអស់1លានអ្នកជាងឯណោះជាពិសេសនៅមានអាវុធធ្វើសឹកនៅនាវាចម្បាំង21គ្រឿងថែមទៀតតែយ៉ាងណាពេលនេះពួកម៉ាឡេកំពុងតែបង្កើតកងទ័ពលើអាកាសវិញរឿងនេះដល់ថ្នាក់ហាន់ជីភ្ញាក់ផ្អើលមែនតែនតើពួកម៉ាឡេអាចបង្កើតអាវុធហោះលើអាកាសបានដែរមែនលីវ៉ាយក៏បានប្រាប់អាហានជីនោះទប់អារម្មណ៍រំភើបរបស់នាងសិនទៅពីព្រោះតែពេលនេះពួកម៉ាឡេអាចនឹងមើលងាយដល់ពួកគេបានចំណែកហានជីទប់អារម្មណ៍មិនជាប់សោះនាងមិនគិតសោះថាពិភពលោកនៅខាងក្រៅវាជឿនលឿនបែបនេះតែវាក៏មានរឿងមួយដែលហានជីឆ្ងល់បើខាងម៉ាឡេមានកងកម្លាំងទីហ៊ានច្រើនថែមទាំងមានគ្រឿងចក្រអាវុធទំនើបច្រើនទៀតបីបានជាពួកម៉ាឡេមិនព្រមបុកសម្រុំមកកាន់កោះ Paradis ទៅបីបានជាបញ្ជូនឲ្យអ្នកគ្រប់គ្រងថាមពល Titan មកទីនេះធ្វើស្អីនាំតែខាតពេលយេលេណាក៏តបថាក៏ដោយសារតែពីមុនពួកម៉ាឡេបានប្រែឲ្យមនុស្សខ្លាចមួយជា Titan នៅលើកោះ Paradis ដើម្បីកុំឲ្យពួក AD នៅទីនេះអាចចេញមកខាងក្រៅនិងដឹងពីអាចកបាំងរបស់មនុស្សលោកនៅខាងក្រៅបានតែការដែលម៉ាឡេធ្វើបែបនេះដោយមិនគិតមុខគិតក្រោយវាធ្វើឲ្យ Titan ជាច្រើននៅលើកោះ Paradis ជាបញ្ហាសម្រាប់ពួកម៉ាឡេដូចគ្នាដោយសារតែមាន Titan ច្រើននៅលើកោះនេះនឹងហើយទើបម៉ាឡេមិនហ៊ានបញ្ជូនកងកម្លាំងទាហានរបស់ម៉ាឡេមកបុកសម្រុកវាប្រហារលើក្រុមរបស់ទូប្រយើងពួកវាខ្លាច Titan គ្មានសតិចាប់ស៊ីតែពួកវាក៏បានបញ្ជូនអ្នកមានថាមពល Titan ដូចជាក្រុម Rainer មកជំនួសវិញតែការដែលយេលេណាឃើញថាក្រុមរបស់ហាន់ជីអាចចេញមកដល់ចុងកោះនេះបានថែមទាំងអាចបោះតង់នៅកន្លែងវាបែបនេះចឹងមានន័យថានៅលើកោះនេះឡើងមាន Titan ទៀតហើយមើលទៅនឹងហើយបានដោយសារតែពួកក្រុម Levi បានសម្រាប់ Titan នៅលើកោះនេះឡើងអស់ Levi ក៏និយាយដាក់យេលេណាថាយ៉ាងម៉េចបើដឹងថាកោះនេះឡើងមាន Titan ទៀតហើយយេលេណាចង់ត្រឡប់ទៅរាយការណ៍ពួកម៉ាឡេមែនយេលេណាក៏តបថាមិនមែនទេតែនេះកំពុងតែសរសើរសមត្ថភាពរបស់ពួក Levi ទៅវិញទេជាពិសេសពេលនេះប្រទេសម៉ាឡេកំពុងធ្វើសង្គ្រាមជាមួយនឹងប្រទេសផ្សេងពួកម៉ាឡេមានពេលមកចាប់អារម្មណ៍អ្នកនៅលើកោះ Paradis តែមួយមុខឡើយនិយាយចុះនិយាយឡើងយើងក៏ដឹងការពិតមួយទៀតនោះគឺយេលេណានិងអនយេងកប៉នគឺជាប្រជាជនប្រទេសផ្សេងមិនមែនជាប្រជាជនរបស់ម៉ាឡេទេតែដោយសារតែប្រទេសរបស់យេលេណាចាញ់សង្គ្រាមជាមួយនឹងប្រទេសម៉ាឡេបដាទឹកដីប្រទេសរបស់នាងត្រូវបានម៉ាឡេគ្រប់គ្រងថែមទាំងរូបនាងក៏ត្រូវបានម៉ាឡេចាប់មកហ្វឹកហាត់ធ្វើជាទាហានរបស់ពួកម៉ាឡេផងដែរតែវាក៏មានថ្ងៃមួយនាងក៏បានជួបនឹងស៊ីកក្នុងរាងកាយរបស់ Beast Titan ស៊ីកបានជួយជីវិតរបស់នាងនិងបានផ្ដល់ក្តីសង្ឃឹមឲ្យនាងមានទឹកចិត្តចង់រស់ម្ដងទៀតនាងក៏បានចាត់ទុកស៊ីកដូចជាព្រះរបស់នាងអញ្ចឹងសរុបមកយេលេណានាងគឺជាបុគ្គលដែលប្រឆាំងនឹងម៉ាឡេហើយនៅក្រោមការគ្រប់គ្រងរបស់ស៊ីកដោយផែនការរបស់នាងនិងស៊ីកគឺការដោះលែងឲ្យប្រជាជនអេឌីមានសេរីភាពម្ដងទៀតបន្តមកហាន់ជីក៏បានយកសំណើរបស់ស៊ីកមករាយការណ៍ដល់មេដឹកនាំផ្សេងៗនិងម្ចាស់ស្រីដែលជា history ដោយសំណើរបស់ស៊ីកនោះគឺស៊ីកចង់ឲ្យអ្នកនៅលើកោះ Paradis មួយនេះអនុញ្ញាតឲ្យគេមកនៅជាមួយគ្នានៅលើកោះនេះពីព្រោះស៊ីកនៅរស់បានមិនយូរទេគេគ្រប់គ្រងថាមពល Titan ជិតគ្រប់13ឆ្នាំហើយមួយទៀតនោះគឺស៊ីកចង់ជួបជាមួយនឹង Eren ដែលត្រូវជាប្អូនប្រុសបង្កើម្ដាយខុសគ្នាពីព្រោះពេលនេះ Eren កំពុងគ្រប់គ្រងថាមពលរបស់ Founding Titan ហើយផលប្រយោជន៍ដែលពួកគេได้ទទួលបានពីស៊ីកនោះគឺសុវត្ថិភាពពីមនុស្សលោកទាំងអស់ដែលកំពុងមានផែនការចង់សម្រុកមកកោះ Paradis មួយនេះបើបានគេនៅជួយការពារពួកគេក៏មិនជួបគ្រោះថ្នាក់ដែរជាពិសេសស៊ីកនឹងប្រាប់រឿងគ្រប់យ៉ាងទាំងអស់ដល់ពួកគេទាក់ទងនឹងពិភពលោកខាងក្រៅថែមទាំងជួយបង្រៀននិងបង្កើតអាវុធទំនើបដើម្បីតតាំងនឹងសត្រូវនៅថ្ងៃអនាគតនិងជួយចរចាជាមួយនឹងប្រទេសណាដែលមិនគិតថាប្រជាជនអេឌីនៅលើកោះ Paradis មួយនេះជាបិសាចមកធ្វើជាគ្នាឲ្យបានហើយស៊ីកនឹងចាំលុយផ្ដល់ព័ត៌មានរបស់ពួកម៉ាឡេមកដល់ក្រុមរបស់ទូប្រយើងរហូតឯថានេះគឺជាផលប្រយោជន៍ដ៏ធំធេងមែនតែនតែវាក៏មានដឹកនាំធំខ្លះមិនគាំទ្រនឹងការរួមដៃគ្នាជាមួយនឹងស៊ីកឡើយពីព្រោះទង្វើដែលស៊ីបានធ្លាប់ធ្វើមកកាន់ពួកគេកន្លងមកវាមិនអាចលើកឡើងទោសឲ្យបានទេលើបាននោះហាន់ជីមិនតបទេតែនាងក៏នៅតែនិយាយពីផែនការរបស់ស៊ីកទៀតថាស៊ីកនៅមានផែនការមួយទៀតដែលអាចជួយសង្គ្រោះអ្នកនៅលើកោះ Paradis មួយនេះបានដោយងាយៗតែដើម្បីឲ្យផែនការនោះបានសម្រេចស៊ីកត្រូវការ Eren ដែលកំពុងគ្រប់គ្រងថាមពលរបស់ Titan ហើយស៊ីកដែលជាប់សាច់ឈាមរបស់រាជវង្សស្ដេចត្រឹមតែប៉ុណ្្នឹងទេផែនការរបស់ស៊ីកនឹងទទួលបានជោគជ័យតែបើចង់ដឹងថាផែនការនោះគឺជាស្អីដរាបណាពួកគេរួមដៃគ្នាជាមួយនឹងស៊ីកសិនចាំស៊ីកនឹងប្រាប់តាមក្រោយគ្រាន់តែឮបែបនោះ Eren ក្រាបឈរឡើងមកតែម្ដងគេធានាថាពីសម្ដីដែលស៊ីកនិយាយនេះគឺជាការពិតទាំងអស់ Eren ក៏សម្រេចចិត្តនិយាយពីហេតុការណ៍នោះដល់ទាំងអស់គ្នាវាជាពេលដែលគេនោះអាចប្រើថាមពលរបស់ Founding Titan បានជាគេអាចប្រើថាមពល Founding Titan បានក៏ដោយសារតែគេនោះបានប៉ះពាល់ Titan ស្រីដែលនាងកើតជាមនុស្សនាងមានឈ្មោះថា Daina ហើយ Daina នាងគឺជាអ្នកដែលជាប់សាច់ឈាមរបស់ស្ដេចហើយនាងក៏ត្រូវជាម្ដាយរបស់ស៊ីកដូចគ្នាចឹងមានន័យថាបើសិនជា Eren អាចប៉ះពាល់ខ្លួនរបស់ស៊ីកដែលជាប់សាច់ឈាមរបស់រាជវង្សស្ដេចពីម្ដាយវាធ្វើឲ្យ Eren នោះអាចប្រើថាមពលរបស់ Founding Titan បានពេញលេញមិនខានឡើយ Levi ក៏ងាយនិយាយស្ដីឲ្យ Eren បែបថា
មិនបានជាលក្ខរឿងនេះពីពួកគេធ្វើស្អីហេតុអីក៏ប្រាប់តាំងពីដំបូង Eren ក៏និយាយប្រាប់ថាក៏ដោយសារតែគេបារម្ភ history បើសិនជាពេលនោះ Eren ប្រាប់ដល់ទាំងអស់គ្នាពីវិធីដែលគេអាចប្រើ founding titan មួយនេះបានពួកគេអាចនឹងប្រើ history ខ្លាំងមកជា titan មិនខានដើម្បីឲ្យ Eren សាក់លបងប្រើថាអំពើ founding titan មួយនេះកាលនោះវាគ្រាន់តែជាការប៉ាន់ស្មានរបស់ Eren ប៉ុណ្ណោះគេមិនសូវច្បាស់ទេចឹងហើយបើពេលនោះពួកគេប្រើ history ជា titan ចុះបើសិនជាគេនោះមិនអាចប្រើថាអំពើរបស់ founding titan បានវានាំតែខាតទេត្រូវទេទោះបីនិយាយបែបនោះក៏ដោយក៏ពួកមេដឹកនាំទាហានខ្លះនៅតែមិនយល់ព្រមការរួមដៃគ្នាជាមួយនឹងស៊ីកដដែលពួកគេមិនដឹងទេថាពួកស៊ីកនោះអាចនឹងមានល្បិចអីមួយដែលអាចធ្វើឲ្យពួកគេគ្រោះថ្នាក់បានតែយ៉ាងណាវាក៏គ្មានជំរឿនទេនៅទីបំផុតនៅតែរួមដៃដដែលនៅកន្លែងនេះយេឡេណាក៏បានតាក់ទងសុំជំនួយទៅកាន់ទាហានម៉ាឡេបន្ថែមទៀតដើម្បីត្រៀមកងកម្លាំងតស៊ូនឹងពួក Eren តែតាមពិតទៅវាគឺជាល្បិចរបស់យេឡេណាដែលបានរួមដៃគ្នាជាមួយនឹងហាន់ជីប៉ុណ្ណោះពួកគេធ្វើបែបនេះក៏ដើម្បីចង់ដណ្ដើមរបស់ស្បៀងនិងទូកអាវុធរបស់ទាហានម៉ាឡេប៉ុណ្ណោះបន្ទាប់ពីចាប់ខ្លួនរបស់ពួកទាហានម៉ាឡេអស់ហើយ Levi ក៏និយាយប្រាប់ពួកវាថាពួកវានោះមានជម្រើសពីរនោះគឺ1រស់នៅលើកោះរួមដៃគ្នាជាមួយនឹងក្រុមរបស់ហាន់ជីដើម្បីបម្រើពួកគេក្នុងការសាងសង់របស់របរ2បើពួកវាមិនព្រមទេចង្ហែទឹកទៅប្រទេសម៉ាឡេវិញទៅអូនយ៉ានក៏ប៉ុនក៏បានចែករំលែកចំណេះដឹងរបស់ខ្លួនទាំងអស់ទៅដល់ពួកគេដើម្បីជួយគ្នាកសាងកំពង់ផែទូកដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនអីវ៉ាន់និងដកដូរទំនិញពីប្រទេសផ្សេងៗដែលបានរួមដៃគ្នាជាមួយនឹងអ្នកនៅលើកោះ Paradis ដោយមិនចាំយូរពួកគេក៏ចាប់ផ្ដើមកសាងកំពង់ផែដោយមានជាងរបស់ពួកម៉ាឡេដែលចំនៅបម្រើទីនេះជួយគ្នានៅកន្លែងនេះយើងណាក៏បានណែនាំចុងផុម្នាក់ពួកអាមីនបានស្គាល់ហើយគេគ្មានណាក្រៅពី Niccolo ទេអាចថាម្ហូបដែល Niccolo បានធ្វើគឺមានច្រើនមែនតើសុទ្ធតែជាអាហារគ្រឿងសមុទ្រនេះគឺជាលើកទី1ហើយដែលក្រុមរបស់អាមីនញ៉ាំគ្រឿងសមុទ្របែបនេះសានេះក៏យកបង្កងចាប់ញកមាត់ឡើងអួលតែម្ដងនាងស៊ីផងយំផងនិងសរសើរ Niccolo ផងថាជាអ្នកមានគុណសម្រាប់នាង Niccolo នោះណាធ្វើម្ហូបឆ្ងាញ់ខ្លាំងណាស់ Niccolo គេមិនដែលឃើញនរណាស៊ីម្ហូបរបស់ខ្លួនគេមានក្តីសុខដូចជាសាទេជាហេតុដែល Niccolo ដែលជាប្រជាជនម៉ាឡេចាប់ផ្ដើមបោកចិត្តស្រឡាញ់មនុស្សនៅលើកោះ Paradis ហើយជាពិសេសនោះគឺសាតែម្ដងនៅល្ងាចនោះអាមីនក៏បាននិយាយរឿងមួយជាមួយនឹងមីកាសានិង Eren ថាមុនដំបូងពួកគេដូចជាធ្វើខ្លួនមិនត្រូវគ្នាជាមួយនឹងពួកម៉ាឡេសោះតែពេលដែលបាននៅជាមួយគ្នាយូរទៅនិយាយគ្នាច្រើនជាងមុនវាធ្វើឲ្យពួកគេដែលជា Eddie និងពួកម៉ាឡេចាប់ផ្ដើមយកចិត្តគ្នាទៅវិញទៅមករត់តែខ្លាំងអាមីនគិតថាបើសិនជាឯងនិយាយគ្នាជាមួយនឹងប្រទេសផ្សេងដែលគិតថាពួក Eddie ជាស្ត្រូវជាវិស័យក្នុងខ្សែភ្នែករបស់ពួកគេជាពិសេសនោះគឺប្រទេសម៉ាឡេបានច្រើនជាងនេះអាមីនគិតថាប្រហែលពួកគេទាំងនោះអាចនឹងយកចិត្តនិងដោះស្រាយរឿងនេះដោយសន្តិវិធីមិនខានឡើយដោយមិនចាំបាច់ធ្វើសង្គ្រាមជាមួយគ្នាតែសម្រាប់ Eren ដែលបានមើលឃើញអនាគតនៅថ្ងៃខាងមុខហើយគេមានកំណត់ខុសពីអាមីន Eren នៅតែជឿថាពួកគេនោះមិនអាចកែប្រែកំណត់របស់មនុស្សមួយពិភពលោកដែលស្អប់ពួក Eddie បានទេទោះបីមានមែនតែមានតិចណាស់បើប្រៀបជាមួយនឹងចំនួនដែលស្អប់ពួក Eddie បន្តមកពេលវេលាក៏កន្លងទៅជាច្រើនខែហេតុការណ៍នៅតែជាអតីតកាលមិនតត្រឡប់ទៅបច្ចុប្បន្នទេមើលទៅកំពង់ផែដែលបានសង់នោះពួកគេធ្វើរួចរាល់ហើយនៅកន្លែងនេះក្រុមរបស់យេឡេណាក៏បានជួបមុខរបស់ Eren លើកដំបូងតាំងពីនាងរស់នៅលើកោះ Paradis នេះគឺជាលើកទី1ហើយដែលនាងបានជួបនឹង Eren ពីព្រោះពួកគេនោះមិនទាន់ទុកចិត្តឲ្យក្រុមនាងជួបនឹង Eren ឡើយហើយការដែលពួកគេជួបគ្នាបែបនេះក៏ដោយសារតែពួកគេមកស្វាគមន៍មនុស្សម្នាក់ដែលមកពីប្រទេសផ្សេងដែលជាប្រទេសនៅខាងជាមួយនឹងអ្នកនៅលើកោះ Paradis មួយនេះហើយអ្នកដែលមកកោះនោះគឺជាអ៊ំស្រី Kiyomi ដែលជាទូតរបស់ប្រទេស Hizuru បើអ្នកទាំងអស់គ្នានៅចាំគាត់នឹងហើយដែលឧដកនោះធ្វើប្រឡាក់ស្រាលើគាត់អ៊ំស្រី Kiyomi គាត់មកនេះក៏ដើម្បីមកជួបនៅមនុស្សម្នាក់ដែលសំខាន់សម្រាប់ប្រទេសគាត់ក៏បានបង្ហាញសញ្ញាដាវ3ឲ្យមីកាសាមើលថាស្គាល់សញ្ញានេះទេប្រកាសណាស់ស្លាកសញ្ញានេះមីកាសាស្គាល់ពីព្រោះនាងមានវាតាំងពីនៅក្មេងជាប់លើដៃរបស់នាងដែលម្ដាយរបស់មីកាសាប្រាប់នាងថាឲ្យលាក់សញ្ញានេះជាអាចកំបាំងកុំប្រាប់នរណាឲ្យសោះតែ Eren ក៏ប្រាប់មីកាសានោះមកឲ្យគាត់មើលទៅពីព្រោះ Eren ធ្លាប់ត្រូវបានមីកាសាឲ្យមើល Eren គិតថាអាចកំបាំងរបស់មីកាសាអាចនឹងសំខាន់សម្រាប់នាងនៅថ្ងៃនេះក៏ថាបានមីកាសាក៏បានបង្ហាញសញ្ញានេះឲ្យអ៊ំស្រី Kiyomi មើលវាជាសញ្ញាជាប់លើដៃរបស់តកូលគ្រួសារខាងម្ដាយរបស់នាងអ៊ំស្រី Kiyomi គ្រាន់តែឃើញភ្លាមគាត់សប្បាយចិត្តខ្លាំងណាស់ទើបនិយាយពីប្រវត្តិ100ឆ្នាំឲ្យមីកាសាស្ដាប់ថាកាលពី100ឆ្នាំមុនអាណាចក្រ Eddie និងប្រទេស Hizuru គឺជាសម្ព័ន្ធមិត្តនឹងគ្នាដ៏ជិតស្និទ្ធនៅពេលនោះកូនប្រុសរបស់ស្ដេច Shogunដូនតារបស់មីកាសាមានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងល្អជាមួយនឹងស្ដេចនៃអាណាចក្រ Eddie ហើយលោកតែងតែធ្វើដំណើរមកលេងកោះ Paradis ជាញឹកញាប់តែថាវាក៏មានសង្គ្រាម Titan ដ៏ធំបានផ្ទុះឡើងវាជាហេតុដែលពួក Eddie ដែលមានថាមពលរបស់ Titan វាយគ្នាឯងដណ្ដើមអំណាចទើបស្ដេច Fritz នោះ
បានសម្រេចចិត្តនាំប្រជាជនអេរីរត់គេចមកលើកោះផារឌីហើយប្រើប្រាស់ Titan មកធ្វើជាជញ្ជាំងទាំង3របស់ខ្លួនឡើងមកឃុំខ្លួនរបស់ប្រជាជនរបស់គាត់ដើម្បីផ្ដាច់ខ្លួនពីពិភពលោកខាងក្រៅនៅហើយកែដោយច្បងច្បល់នោះកូនប្រុសរបស់ស្ដេចឈោគុនដែលជាដូនតារបស់មីកាសានិងក្រុមអ្នកបម្រើរបស់គាត់បានជាប់គាំងនៅលើកោះផារឌីមិនអាចត្រឡប់ទៅប្រទេសហ៊ីសេរូវិញបានឡើយពួកគេក៏បានសម្រេចចិត្តរស់នៅលើកោះផារឌីនោះតរៀងមកហើយម្ដាយរបស់មីកាសានេះគឺជាកូនជាប់សាច់ឈាមតកូលរបស់ស្ដេចឈោគុនរួមទាំងមីកាសាផងដែរមីកាសានិងម្ដាយជាតកូលរបស់ស្ដេចដែលបាត់ខ្លួនពីប្រទេសហ៊ីសេរូនឹងហើយនិយាយរួមទៅស្នាមសារឬសញ្ញាលើដៃរបស់នាងវាបញ្ជាក់ថាមីកាសាគឺជាព្រះនាងម្ចាស់ឬជាអ្នកបន្តវេនដ៏ខ្ពង់ខ្ពស់របស់ប្រទេសហ៊ីសេរូដែលដូនតារបស់នាងបានជាប់គាំងនៅលើកោះផារឌីមួយនេះកាលពី100ឆ្នាំមុនដោយសារតែសង្គ្រាមនឹងហើយសុកក៏ខ្លាយមកជាអ្នកជាប់សាច់ឈាមរបស់ស្ដេចប្រទេសហ៊ីសេរូលយមែនមីកាសាបន្តមកពួកគេក៏បានមកប្រជុំនិយាយគ្នាបន្តទៀតអ៊ំស្រីខីយូមីក៏និយាយថាលើកនេះនាងពិតជាអរគុណដល់ស៊ីកមែនតែនដែលធ្វើឲ្យនាងអាចមកអង្គុយនិយាយគ្នាជាមួយនឹងប្រជាជនលើកោះផារឌីបានដោយរូបគាត់បានតែតងគ្នាជាមួយនឹងស៊ីកបែបសម្ងាត់ដើម្បីឲ្យស៊ីកនោះជាចំណុចកណ្ដាលក្នុងការឲ្យនាងមកជួបនឹងមីកាសាទោះបីគាត់មកជួយតាក់ទងមីកាសាក្នុងនាមជាសាច់ញាតិនិងចង់ស្រោចស្រង់កិត្តិយសតកូលឡើងវិញក៏ដោយប៉ុន្តែនៅក្នុងចិត្តគំនិតជាអ្នកជំនួយនិងជាអ្នកនយោបាយរបស់គាត់មានផែនការសម្ងាត់និងផលប្រយោជន៍ដ៏ធំធេងពីកោះផារឌីដោយគាត់ចង់បានរាយថ្មមួយប្រភេទហៅថា Iberstone ជាថ្មចាងៗនៅខាងក្រោមដីវិហាររបស់ឪពុក Historia ជាកន្លែងដែលរ៉ូតឪពុករបស់ Historia នោះបានចាប់ Eren ទៅនឹងហើយនេះគឺជាគោលបំណងសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់អ៊ំស្រី Kiyomi ថ្មរ៉ែពិសេសមួយប្រភេទឈ្មោះថា Iberst នោះជារ៉ែមិនទាន់មានប្រទេសណាផ្សេងរកឃើញវានៅឡើយទេ Kiyomi ចង់បានសិទ្ធិផ្ដាច់មុខក្នុងការធ្វើអាជីវកម្មនិងនាំចេញរ៉ែនេះទៅកាន់ពិភពលោកគោលដៅរបស់គាត់នោះគឺប្រសិនបើក្រុមហ៊ុនរបស់គាត់គ្រប់គ្រងរ៉ែនេះបានវានឹងធ្វើឲ្យប្រទេស Hisaru ក្លាយមកជាមហាអំណាចសេដ្ឋកិច្ចនិងបច្ចេកវិទ្យាលំដាប់កម្ពស់ឡើងវិញពីព្រោះរ៉ែនេះអាចយកទៅធ្វើជាប្រេងឥន្ធនៈសម្រាប់យន្តហោះនិងអាវុធទំនើបបានជាពិសេសប្រភេទរ៉ែនេះហើយទៅធ្វើឲ្យឧបករណ៍ ODM Gear របស់កងកម្លាំងត្រួតត្រាដំណើរការហើយផលប្រយោជន៍ដែលអាចប្រមូលផលពីកោះ Paradis បាន Kiyomi គាត់ធានាថាកោះនេះមិនត្រូវបានកំទេចដោយប្រទេសម៉ាឡេឬពិភពលោកឡើយដូច្នេះគាត់បានសហការជាមួយនឹង SIG ដើម្បីដាក់ចេញនូវផែនការទាំង3ជំហាននេះផែនការជំហានទី1គឺការគម្រាមកំហែងសាកល្បងដោយប្រើអំណាចរបស់ Founding Titan បញ្ជា Titan យក្សមួយចំនួនតូចពីជញ្ជាំងទៅបំផ្លាញផ្នែកខ្លះរបស់ប្រទេសផ្សេងៗឬហៅព្រឹត្តិការណ៍មួយនោះថា The Rumbling ដើម្បីទៅចោទបំផ្លាញលីសម្អាតខ្លះៗក្នុងការបង្ហាញឲ្យពិភពលោកបានឃើញពីកម្លាំងរបស់យក្ស Titan មួយនេះដ៏ពិតប្រាកដថាវាខ្លាំងប៉ុណ្ណាវាអាចនឹងធ្វើឲ្យកងទ័ពស្រូវមិនហ៊ានចូលមកក្បែរពួកគេបាននឹងតតាំងនឹងអ្នកលើកោះ Paradis មួយនេះជំហានទី2ក្នុងអំឡុងពេលដែលស្រូវខ្លាចញញើតនោះប្រទេស Hisaru នឹងជួយជួសជុលអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនិងកងទ័ពរបស់កោះ Paradis ឲ្យទាន់សម័យដូចជាការបង្កើតយន្តហោះដំបូងគេបង្អស់លើកោះដើម្បីឲ្យ Paradis អាចការពារខ្លួនឯងបានដោយមិនបាច់ពឹងផ្អែកលើថាមពលរបស់ Titan ទាំងស្រុងតែការដែលធ្វើបែបនោះពួកគេត្រូវចំណាយពេលយូរគួរសមចឹងហើយវាត្រូវតាក់ទងនឹងជំហានទី3នេះជំហានទី3នោះគឺ SIG ត្រូវការអ្នកដែលមកគ្រប់គ្រងថាមពល Beast Titan ពីគេតែអ្នកដែលស័ក្តិសមគឺមានតែមនុស្សដែលមានឈាមជ័រជារាជវង្សចឹងហើយផែនការនេះតម្រូវឲ្យ Historia ប្រន់ទូយកថាមពល Beast Titan ពី SIG ហើយត្រូវបង្ខំចិត្ត Historia នោះបង្កើតកូនឲ្យបានច្រើនដើម្បីឲ្យកូនចៅចំនួនក្រោយអាចបន្តវេនលេបតបាក់ស៊ីគ្នាដើម្បីរក្សាអំណាចថាមពល Titan មួយនេះការពារកុំមុនីរហូតតតែពួកគេនោះលែងត្រូវការថាមពលរបស់ Titan មកតស៊ូទៀតរឿងនេះវាពិតជាធំធេងណាស់សម្រាប់ Historia តែយ៉ាងណានាងនៅតែយល់ព្រមធ្វើតាមផែនការរបស់ SIG ចំណែក Eren មិនយល់ស្របនឹងការបង្ខំឲ្យ Historia បង្កើតកូនមកដើម្បីចាំទទួលថាមពល Titan ហើយស៊ីកូនស៊ីចៅស៊ីម្ដាយខ្លួនឯងបែបនេះទេការដែលពួកគេនៅសល់ពេលពួកគេគួរតែរកវិធីដ៏ល្អជាងនេះទៅឯថា Eren ធ្វើគ្រប់យ៉ាងក៏ដើម្បីការពារ Historia ពេលវេលាក៏ដើរទៅមិនឈប់យើងនៅនិយាយអតីតកាលដដែលមីកាសាអាមីនិងមិត្តរួមក្រុមរបស់ពួកគេនោះកំពុងតែនាំគ្នាធ្វើការលីសសរឈើនិងជីកដីធ្វើផ្លូវរថភ្លើងជាមួយគ្នាក៏ដោយសារតែ Eren គិតថាការមកធ្វើការងារធ្ងន់ៗបែបនេះពួកគេទាំងអស់អាចនឹងមានរាងកាយមាំមួនសាច់ដុំ six pack ចឹងណាតែមើលមីកាសាវិញម៉ែលើកដែក3កង់តែម្នាក់ឯងសាហាវមែនចាបើណាគេបានមីកាសាធ្វើប៉ុណ្ណាធានាថាសំណាងល្អហ្មងណាសង្ឃឹមថាជា Eren តែភ្លាមនោះហានជីក៏បានជិះសេមកជាមួយនឹងលីវ៉ៃហានជីមកនេះក៏ដើម្បីប្រាប់ពួកគេថាប្រទេសហ៊ីសេរុនោះឬលោកអ៊ំខីយូមីក៏បានបដិសេធមិនព្រមជួយកោះ Paradis ដើម្បីជួយលក់ចែកចាយនាំចូលទៅកាន់ប្រទេសផ្សេងៗឡើយតែហានជីបានគិតប្រហែលអ៊ំស្រីខីយូមីនោះចង់រក្សាសិទ្ធិផ្ដាច់មុខលើរ៉ែថ្ម Iberst នេះតែម្នាក់ឯងចឹងមានន័យថាផែនការដែលពួក Eren គិតចេញដែលមិនចង់ធ្វើតាមផែនការរបស់ SIG ពួកគេបានស្នើសុំឲ្យប្រទេសហ៊ីសេរុនោះខាងលោកស្រីខីយូមីដើរតួជាកណ្ដាលដើម្បីជួយនាំពាក្យនិងបើកផ្លូវចរចាសន្តិភាពរវាងកោះ
Paradis ជាមួយនឹងបណ្ដាប្រទេសផ្សេងៗលើពិភពលោកប៉ុន្តែរឿងនេះលោកស្រី Kiyomi បានបដិសេធមិនព្រមជួយទៅវិញហើយហេតុផលពិតប្រាកដរបស់ Kiyomi នោះគឺគាត់ខ្លាចថាបើសិនជាប្រទេសផ្សេងៗស្គាល់កោះ Paradis ហើយចូលមកធ្វើជាចំនួនដែរនោះប្រទេស Hitsuru នឹងបាត់បង់ឱកាសក្នុងការមកគ្រប់គ្រងនិងក្តោបក្តាប់រាយថ្មតែម្នាក់ឯងនិយាយងាយស្រួលយកនោះគឺ Kiyomi នោះចង់ឲ្យកោះ Paradis នៅតែជាកោះដាច់ស្រយាលពីពិភពលោកដដែលដើម្បីឲ្យមានតែប្រទេស Hitsuru តែមួយគត់ដែលអាចចូលមកយកផលប្រយោជន៍មួយនេះតែម្នាក់ឯងដោយមិនមានប្រទេសផ្សេងៗមករំខានហើយការដែលលោកអ៊ំ Kiyomi បដិសេធព្រមជួយបើកផ្លូវចរចាជាមួយនឹងពិភពលោកបែបនេះបានធ្វើឲ្យកោះ Paradis គ្មានជម្រើសអ្វីផ្សេងក្រៅពីបង្ខំចិត្តដើរតាមផែនការរបស់ Zeke និងប្រើថាមពល Founding Titan បញ្ជា Titan យក្សគំរាមសម្រាប់មនុស្សលោកនិងតម្រូវឲ្យ History ត្រូវមានគោលដើម្បីបន្តវេនស៊ីកូស៊ីចាតអំណាចថាមពលរបស់ Titan មកការពីកោះមួយនេះដដែលរឿងនេះវាបានធ្វើឲ្យ Eren កើតទុកមិនសុខចិត្តយ៉ាងខ្លាំងព្រោះគេមិនចង់ឲ្យ History ទៅរងគ្រោះថ្នាក់ដោយសារតែបង្កើតកូននិងមានអាយុខ្លីដោយសារតែអំណាច Titan Hanji គិតថាបើសិនជាពឹងប្រទេស Hitsuru មិនបានទេពួកគេគួរតែធ្វើដំណើរទៅមើល Castro ឲ្យច្បាស់សិនមើលថាពួកគេគឺជាមនុស្សបែបណាពួកគេមិនគួរទៅធ្វើសង្គ្រាមជាមួយនឹងពួកមនុស្សដែលមិនជួបមុខគ្នាពីមុនចឹងទេយ៉ាងនេះក៏ជាទូនទីរបស់កងកម្លាំងទាហានត្រួតត្រាដូចជាពួកគេមិនចឹងឬពួកគេនោះត្រូវតែត្រួតត្រា Castro ខ្លះថាវាបែបណាដោយផែនការរបស់ Hanji គឺចង់នាំគ្នាឆ្លងមហាសមុទ្រទៅប្រទេសម៉ាឡេនៅល្ងាចត្រឡប់ទៅកន្លែងស្នាក់នៅវិញពួកគេក៏និយាយគ្នានិយាយនេះនិយាយនោះជាមួយគ្នារហូត Eren ក៏និយាយឡើងថាតើណាទៅដែលសាកសមមកគ្រប់គ្រងថាមពល Founding Titan ពីគេបាននិយាយពីពេលនេះ Eren នៅរួមបានយូរឆ្នាំទេជិតគ្រប់13ឆ្នាំហើយភ្លាមនោះមីកាសាក៏ស្នើខ្លួនមុនថានាងនឹងហើយដែលនឹងស៊ី Eren ហើយគ្រប់គ្រងថាមពលពី Eren ឯងតែទាំងអស់គ្នាអត់ព្រមទេសមត្ថភាពរបស់មីកាសាខ្លាំងពេកហើយមិនសមមកគ្រប់គ្រងថាមពល Titan ទេនាំតែរួមបានយូរទើបជានិយាយថាអ្នកដែលឆ្លាតជាង Eren និងស័ក្តិសមបំផុតគឺមានតែគេទេដែលអាចគ្រប់គ្រងថាមពល Titan ពី Eren បានទោះបីជាមិនចង់ប្រើរបបតពី Eren ក៏ដោយជានិយាយបែបលេខសើចចឹងឆាក៏និយាយឡើងថាមិនបានទេអ្នកនោះត្រូវតែជានាងស័ក្តិសមបំផុតតែខូននេះក៏តបឆាមិនសមទេពីព្រោះឆាងងណាចឹងហើយមានតែគេទេដែលស័ក្តិសមឆាក៏និយាយទៅកាន់ខូននេះថាខូននេះឯងទៅតែមិនបានតែម្ដងឯងហើយយើងក៏មិនខុសអីពីគ្នាដែរគឺល្ងងដូចគ្នាភ្លាមនោះ Eren ក៏និយាយកាត់ថាខ្ញុំនោះណាមិនដែលគិតឲ្យមីកាសាជីនឆានិងខូននេះមកតអំណាច Titan ពីខ្ញុំទេពីព្រោះពួកឯងទាំងអស់គ្នាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំសំខាន់ជាងអ្នកណាទាំងអស់ខ្ញុំចង់ឲ្យពួកឯងទាំងអស់គ្នាអាយុវែងនៅរស់នៅបានយូរអង្វែងជាងនេះពាក្យសម្ដីរបស់ Eren វាធ្វើទាំងអស់គ្នាអៀនមែនតែនអៀនឡើងមកក្រហមតែម្ដងរួមតែ Eren ដូចគ្នាជីនដែលអៀនចង់បកាច់ក៏បានជេរថា Eren ដើម្បីកុំឲ្យទាំងអស់គ្នាដឹងថាគេកំពុងតែអៀនអំពីសម្ដីរបស់ Eren ជីនក៏បែរថាយីអា Eren នេះហេតុអីក៏ឯងធ្វើទាំងអស់គ្នាមកក្រហមអញ្ចឹងហ៎អាមីនក៏និយាយឡើងថាបានជាពួកគេមកក្រហមក៏ដោយសារតែព្រះអាទិត្យចាំងទេទៅពួកគេមកក្រហមបែបនេះតែនោះមិនមែនជាការពិតទេពួកគេកំពុងតែអៀនគ្នាបន្តមកហេតុការណ៍ក៏ត្រឡប់មកបច្ចុប្បន្នវិញពេលមកដល់កោះ Paradis វិញពួកគេក៏បានរៀបចំពិធីបុណ្យសពរបស់ឆានៅកន្លែងនេះមីកាសាគឺជាមនុស្សម្នាក់ដែលមកអង្គុយជិតភ្នូរសាកសពរបស់ឆាទាំងសោកសៅមើលទៅ Niccolo ដែលជាចុងភៅរបស់ម៉ាឡេហើយក៏ជាអ្នកធ្លាប់ធ្វើម្ហូបឲ្យឆាហូបគេក៏បានមកចូលរួមដូចគ្នាតែ Niccolo នោះក៏ត្រូវបានអាតាទាហាន Eldian ម្នាក់នេះចូលមកវាយពីព្រោះតានេះខឹងដោយសារតែពួកម៉ាឡេនឹងហើយទៅធ្វើឲ្យឆាស្លាប់ឃើញបែបនោះខូនេះនឹងជីនក៏បានចូលមកខត់នឹងសួរ Niccolo ថាកើតអីខ្លាំងអត់ពេលនេះ Niccolo មិនបានប្រកាន់ទេគេយល់អារម្មណ៍ច្បាស់ជាពិសេសនេះក្លូពិតជាស្រឡាញ់ឆាណាមានតែនាងទេដែលញ៉ាំម្ហូបរបស់គេធ្វើទាំងមានក្តីសុខហេតុអីអ្នកដែលត្រូវមកលាចាកគឺជាមនុស្សល្អដូចជាឆាទៅវិញខូនេះក៏ដើរមកលងនេះក្លូរួចក៏និយាយទៅកាន់នេះក្លូថាឆាប្រៀបបានដូចជាបងប្អូនភ្លោះរបស់គេអញ្ចឹងការដែលបាត់បង់ឆាវាធ្វើឲ្យខូនេះដូចជាបាត់បង់ពាក់កណ្ដាលជីវិតរបស់គេនៅកន្លែងនេះឪពុកម្ដាយរបស់គ្រួសារឆាក៏បានមកមើលភ្នូរកូនស្រីរបស់គាត់ដូចគ្នានៅឱកាសនោះនេះក្លូក៏បានណែនាំខ្លួនដល់ឪពុករបស់ឆាថាគេគឺជាប្រជាជនម៉ាឡេដែលធ្លាប់ធ្វើម្ហូបដ៏ឆ្ងាញ់ជូនដល់ឆាកូនស្រីរបស់គាត់តែបើគាត់មិនប្រកាន់ទេនេះក្លូចង់ធ្វើម្ហូបពិសេសឲ្យគ្រួសារឆាញ៉ាំប្រកាសណាស់ឪពុករបស់ឆាសន្យាថាគាត់នឹងទៅរឿងដែលថាពួកគេនោះអាចយកឈ្នះម៉ាឡេបានត្រូវជាប់ផ្សាយពីពេញកោះ Paradis ងាកមកខាង Levi និង Zeke វិញពេលមកដល់កោះ Paradis Zeke និង Eren ត្រូវបានបាយគ្នាដោយ Zeke ត្រូវបាន Levi នាំយកទៅកន្លែងស្នាក់នៅ Levi ប្រាប់ថាកន្លែងដែលគេនាំ Zeke ទៅនោះវាពិសេសជាងគេលំដាប់ VIP តែលំដាប់ VIP នោះគឺនៅក្នុងព្រៃLevi ប្រាប់ថាកន្លែងនេះវាស័ក្តិសមនឹងមនុស្សដូចជា Zeke បំផុតទោះបីជា Zeke ធ្លាប់រួមដៃគ្នាជាមួយនឹងពួកគេមែនតែ Levi នៅតែមិនទាន់ទុកចិត្ត Zeke ដដែលទើបយកមកឃុំខ្លួននៅកន្លែងព្រៃនេះបើសិនជា Zeke មានគំនិតមិនល្អប្រែកាយជា Beast Titan នៅកន្លែងនេះមានដើមឈើធំស្រាប់វាងាយស្រួលសម្រាប់ពួកគេមែនទែនអាចគេនឹងតស៊ូជាមួយនឹង Zeke បានចំណែក Falco និង Gabi ត្រូវបានយកខ្លួនមកឃុំទុកនៅគុកធម្មតាពីព្រោះពួកគេមានថាមពល Titan ទេហើយគ្នាកូនចៅរបស់ Zeke ដូចជា Yelena ក៏ត្រូវបានចាប់ខ្លួនដូចគ្នាទោះបី Yelena នៅជួយពួកកោះ
ផាឌីកន្លងមក3ឆ្នាំពេញក៏ដោយតែយេលណានៅតែជាគ្នារបស់ស៊ីកមេបញ្ជាការ Pixis បានចាប់ខ្លួនពួកគេឃុំទុកសិនរហូតតែច្បាស់ថាស៊ីកគឺពិតជាអាចទុកចិត្តបានហើយមើលទៅការទៅម៉ាឡេនោះយេលណាបានទៅលួចយកទឹកថ្នាំសេរ៉ូមប្រែខ្លាមកជា Titan ជាច្រើនបកលឲ្យ Pixis ទៀតផងយេលណាក៏តទៅវិញថានេះមិនប្រកាន់ទេនេះនឹងរងចាំថ្ងៃដែលពួកគេទាំងអស់មករួមតុញ៉ាំអាហារជាមួយគ្នាម្ដងទៀតងាកមកខាងមីកាសាវិញនាងនៅតែអង្គុយនៅកន្លែងភ្នូសពរបស់ចារហូតដល់ល្ងាចតែម្ដងការបាត់បង់មួយនេះវាធ្វើឲ្យមីកាសាជឿចិត្តខ្លាំងណាស់ហើយមើលទៅមានតែនាងទេដែលសោកសៅក៏ទុកជានរណាទាំងអស់ពីព្រោះចាប្រៀបបានដូចនឹងគ្រួសាររបស់នាងអញ្ចឹងត្រឡប់មកខាងអេរ៉េនដែលត្រូវបានក្រុមហាជីចាប់ឃុំខ្លួននៅគុកក្រោមដីអេរ៉េនក៏បានកោពុកមាត់និងលុបលាងមុខរបស់ខ្លួនចេញព្រមតែនិយាយដាក់កញ្ចក់ថាបើមិនស៊ូទេវាមិនអាចឈ្នះបានឡើយត្រូវតែស៊ូហាន់ជីដែលឈរនៅកន្លែងនេះឡើងយូរពេលឃើញអេរ៉េននិយាយដាក់កញ្ចក់នាងក៏សួរថានិយាយថាត្រូវស៊ូនោះតើឯងចង់តស៊ូជាមួយណាគេអេរ៉េនឬមួយឯងកំពុងតែចង់មានន័យថាវានឹងមានការតស៊ូគ្នាជាលើកទី2ម្ដងទៀតតែអេរ៉េនបានតបនឹងហាន់ជីទេទើបហាន់ជីបដូររឿងនិយាយដោយសរសើរពី style របស់សក់របស់អេរ៉េនថាពេលអេរ៉េនចង់សក់ឡើងមកលើបែបនេះវាសង្ហាម្យ៉ាងដែរដោយសារតែរំខានពេកទើបអេរ៉េនក៏ស្រែកដាក់នាងបែបថាមកទីនេះធ្វើស្អីហាន់ជីក៏តបអេរ៉េនលើកមុនពេលយើងជួបគ្នាលើដំបូងឯងដូចជាអង្គុយស្ដាប់យើងនិយាយនេះនិយាយនោះឡើងចប់ហើយឡើងយូរតែលើឯងកំពុងតែគិតថាយើងគួរឲ្យរំខានហើយមែនទេហាន់ជីដឹងថាអេរ៉េនកំពុងតែគិតអីទើបនិយាយថាអេរ៉េនយើងដឹងថាឯងមិនចង់ឲ្យ history ត្រូវមកខ្លាចជា Titan ត្រូវទេពីព្រោះឯងបារម្ភពីនាងនឹងហើយបាទដោយសារការពី2ឆ្នាំមុន Eren បដិសេធនឹងផែនការរបស់ Zeke ដែលចង់ឲ្យ history យកថាមពល Titan មកគ្រប់គ្រងហើយបង្កើតកូនច្រើនដើម្បីឲ្យមានខ្សែរាជវង្សអាចបន្តតំណែង Titan ពីគ្នាបានរហូតតកូនតចៅនឹងស៊ីគ្នាឯងនឹងហើយទើប Eren មិនចង់ឲ្យចូលវាសនារបស់ history ត្រូវមកខ្លាចជាបែបនោះ Hanchi ក៏បន្តសួរ Eren ថា Eren ហេតុអីបានជាឯងទៅប្រទេសម៉ាឡេតែម្នាក់ឯងហេតុអីក៏ឯងសម្រេចចិត្តធ្វើរឿងបែបនោះតែម្នាក់ឯងហេតុអីក៏ឯងនោះធ្វើឲ្យកោ Paradis ធ្លាក់ក្នុងគ្រោះថ្នាក់ធ្វើស្អីឥឡូវឯងឡើងខ្វល់ពី history ហើយមែនទេ Eren ដែលទ្រាំនឹងសំណួររបស់ Hanchi ឡើងបានទៅគំរាមនាងថា Hanchi ដឹងអត់ថាពេលនេះខ្ញុំមានថាមពលរបស់ Warhammer នៅក្នុងខ្លួនមួយទៀតហើយថាមពលនេះអាចកក់រាងកាយនៅទម្លុះចេញពីគុកក្រោមដីនេះបានគ្រប់ពេលបើខ្ញុំចង់ធ្វើចឹងមានន័យថាទោះបីពួកគេចាប់ Eren ឃុំនៅគុកក្រោមដីដ៏ជ្រៅយ៉ាងណាក៏ដោយតែ Eren អាចប្រើថាមពលរបស់ Warhammer ទម្លុះកិច្ចពីទីនេះបានដោយសេរីជាពិសេស Eren នៅមានថាមពល Founding Titan នៅក្នុងខ្លួនទៀតប្រកាសណា Hanchi មិនអាចធ្វើអីនឹងហ៊ានលើកដៃសម្រាប់ Eren ទេ Eren ក៏ស្ទុះចាប់ករបស់ Hanchi និងស្រែកដាក់នាងខ្លាំងៗថា Hanchi សាកប្រាប់ខ្ញុំមើលថាតើមានវិធីផ្សេងទៀតទេដែលអាចដោះស្រាយបញ្ហាមួយនេះបានបើមានមែនឆាប់បញ្ញាប់ប្រាប់ខ្ញុំមកពេលនេះ Eren ខឹងមែនតើចឹងដល់ថ្នាក់ B នឹងប្រែកាយជា Titan នៅកន្លែងនេះ Hanchi ក៏បញ្ញាប់ដកថយនឹងជេរថា Eren បែបថា Eren អាក្មេងរោគចិត្តឯងជាមនុស្សប្រុសមិនអាចមកចាប់អោបមនុស្សស្រីបានតាមចិត្តទេអាក្មេងរោគចិត្ត Hanchi និយាយបែបនេះក៏ដើម្បីលាក់អារម្មណ៍ភាពភ័យខ្លាចរបស់នាងចំពោះ Eren ពេលនេះ Hanchi មិនអាចគ្រប់គ្រង Eren បានដូចពីមុនទេ Eren ពេលនេះប្រែប្រួលខ្លាំងណាស់ហើយការកាត់មកកន្លែងរបស់ History វិញមើលទៅពេលនេះនាងមានគ្រួសារហើយពួកគេរស់នៅកាស្ថានផ្ទះរបស់ History នៅពេលនេះកំពុងតែមើលថ្ងៃលិចបរិសុទ្ធសំណាងម្នាក់នេះដែលត្រូវជាប្តីរបស់ History បានប្រាប់ឲ្យនាងចូលទៅខាងក្នុងផ្ទះវិញទៅនេះវាចិត្តយប់ហើយដោយដែលបានឃើញអញ្ចឹងពេលនេះ History បានរៀបការជាមួយនឹងបរិសុទ្ធចំការម្នាក់នេះជាពិសេសពួកគេកំពុងតែមានកូនជាមួយគ្នាទៀតផងបើនិយាយថាបរិសុទ្ធដែលសំណាងម្នាក់នេះគឺជាណាគេគឺជាអ្នកចិត្តខាងដែលធ្លាប់រស់នៅចិត្តផ្ទះរបស់ History ហើយបរិសុទ្ធម្នាក់នេះធ្លាប់បូលីធ្វើបាប History កាលពីនៅក្មេងតែពេលធំឡើងចេះគិតច្រើនជាងមុនដោយសារតែដឹងកំហុសរបស់ខ្លួនកាលពីនៅក្មេងទើបបរិសុទ្ធម្នាក់នេះបានស្ម័គ្រចិត្តចូលមកបម្រើការស្ថានដែលជាកន្លែងមើលថែចិញ្ចឹមក្មេងៗកំព្រារបស់ History តែម្ដងរហូតពេលវេលាក៏កន្លងទៅជាច្រើនឆ្នាំ History និងបរិសុទ្ធម្នាក់នេះមានចិត្តស្រឡាញ់គ្នាទៅវិញទៅមករហូតក៏បានរៀបការនិងមានកូនជាមួយគ្នាតែមើលទៅទឹកមុខរបស់ History នេះដូចជាមិនសប្បាយចិត្តនិងមានក្តីសោកសោកក៏ដែលមានគ្រួសារបែបនេះរហូតអាពួកមេដឹកនាំទាហានខ្លះបាននិយាយដើម History បែបថា History បញ្ញាប់យកប្តីយកកូនក៏ដើម្បីកិច្ចពីការលះបង់ដែលនេះនោះត្រូវមកតអំណាចជា Beast Titan បន្តនឹងហើយដោយអាពួកមេដឹកនាំទាហានទាំងនេះពួកវាធ្លាប់បង្ខំ History ទៅស៊ីតែម្ដងពេលដែលសៀងមកដល់កោ Paradis នេះតែថា History បែរជាមានកូនបាត់ទើបត្រូវលើកថ្ងៃវិញតតែ History សម្រាប់កូនហើយអាវិនតានេះក៏និយាយបន្តថាគ្រប់យ៉ាងវាអាចជាផែនការរបស់យេឡេណាមិនខានយេឡេណានាងអាចទៅបង្ខំឲ្យ History បញ្ញាប់មានកូនមានប្តីពេល History មានហើយនាងក៏មិនចាំបាច់មកស៊ីភ្លាមដែរដែលជាមេរបស់នាងពីព្រោះយេឡេណានោះណាប្រកាសជាចង់ឲ្យស៊ីរស់នៅបានយូរជាងនេះហើយតែនេះវាគ្រាន់តែជាការប៉ាន់ស្មានរបស់ទាហានវ៉ាន់តាប៉ុណ្ណោះវាមិនទាន់ច្បាស់ទេអាវិនតាក៏ស្រែកដល់អ្នកបម្រើម៉ាឡេម្នាក់នេះថាអើយអាទាំងអោលឯងជួយទៅយកស្រាមកបន្ថែមទៀតមើលអាពួកម៉ាឡេនេះឮអញ្ចឹង
ងគេក៏ចូលទៅខាងក្រោមកន្លែងដាក់ស្រាតែលើកន្លែងនេះគេក៏បានជួបនឹងនីក្លូក៏បញ្ចេញទឹកមុខគួរឲ្យសង្ស័យមែនទែនដូចជាមានល្បិចអីមួយគេក៏បានយកស្រាមួយប្រភេទនេះចេញមកដើម្បីអាឡបងនោះយកវាប្រកបដល់ពួកមេដឹកនាំទាហាននៅលើកោះផារ៉ាឌីមួយនេះផឹកអាចថាស្រារបស់នីក្លូពិតជាគួរឲ្យសង្ស័យមែនទែនងាកមកខាងមីកាសាអាមីនខូនីនិងជីនីវិញពួកគេកំពុងតែនឹកដល់ការផ្លាស់ប្ដូររបស់អេរ៉ែនពួកគេនឹកដល់ពីសម្ដីដែលអេរ៉ែនធ្លាប់និយាយថាពួកគេគឺជាមនុស្សសំខាន់សម្រាប់គេតែមើលទៅពេលនេះបែរជានាំមិត្តទៅជួបនឹងគ្រោះថ្នាក់ធ្វើឲ្យសាត្រូវមកស្លាប់ទៀតវាខុសពីអ្វីដែលអេរ៉ែននិយាយទាំងស្រុងតែម្ដងពេលនេះខូនីគិតថាអេរ៉ែនមិនមែនជាមនុស្សដូចមុនទេពីព្រោះពេលដែលអេរ៉ែនដឹងថាសាស្លាប់ដឹងអត់ថាអេរ៉ែនបានធ្វើអីជីនក៏ហាមកុំឲ្យខូនីនិយាយប្រាប់មីកាសានិងអាមីនតែខូនីមិនចង់លាក់បាំងទេទៅប្រាប់ថាពួកឯងដឹងទេពេលនោះអេរ៉ែនវាបានធ្វើអីពេលដឹងថាសាស្លាប់អេរ៉ែនវាសើចចេញមកនឹងហើយគ្រាន់តែឮបែបនេះមីកាសានិងអាមីនពិតជាភ្ញាក់ផ្អើលមែនទែនហេតុអីបានជាអេរ៉ែនធ្វើបែបនោះសម្រាប់ខ្ញុំគិតថាវាគឺជាទម្លាប់របស់អេរ៉ែនកាលដែលហាណែនោះបានស្លាប់អេរ៉ែនក៏សើចចេញមកដូចគ្នាបែបថាឈឺចាប់ខ្លាំងពេកដល់ថ្នាក់ធ្វើអីមិនត្រូវសើចចេញមកតែម្ដងដោយមនុស្សឈួតវាក៏មិនខុសអីពីពេលដែលអេរ៉ែនដឹងថាសាស្លាប់ដែរតែគេនោះសើចបានបន្តិចទេប្រហែលពេលនោះអេរ៉ែននឹកដល់ពេលដែលសាយកសាច់ចេញមកសានឹងចូលចិត្តហូបសាច់ណាទោះបីជាស្លាប់នេះនៅតែគិតពីសាច់ដោយតែបាននិយាយអញ្ចឹងអេរ៉ែនសើចតែបន្តិចទេបន្តមកគេបែរជាខំធ្មេញខំមាត់ខ្លួនឯងទាំងឈឺចាប់អាចថាពេលនោះអេរ៉ែនទ្រាំមែនតែនទឹកមុខរបស់គេពោពេញទៅដោយភាពសោកសៅនិងបន្ទោសខ្លួនឯងតែដោយសារពេលនោះអេរ៉ែនអន់មុខចុះទៅខូនីនឹងជីនមិនឃើញទឹកមុខរបស់អេរ៉ែនបែបណានោះឡើយពេលនេះរឿងដែលអាមីនគិតបាននោះគឺអាមីននិងមីកាសាត្រូវតែទៅជួបនឹងនិយាយគ្នាជាមួយនឹងអេរ៉ែនឲ្យច្បាស់សិនថាអេរ៉ែនកំពុងតែចង់ធ្វើស្អីតែបើអេរ៉ែននៅបន្តធ្វើតាមផែនការរបស់ស៊ីកដែលមានគ្រោះថ្នាក់ខ្លាំងពេកអាមីនគិតថាប្រហែលត្រូវរកអ្នកថ្មីបន្តមកដើម្បីស៊ីអេរ៉ែនឲ្យគ្រប់គ្រងថាមពល Founding Titan ជំនួសវិញនៅពេលតែមួយស៊ីកដែលកំពុងតែជាប់នៅខាងក្នុងព្រៃជាមួយនឹងលីវ៉ៃនិងក៏កម្លាំងត្រួតត្រាផ្សេងទៀតពួកគេតែនោះផឹកស្រាយ៉ាងមានក្តីសោកលើកឡើងតែលីវ៉ៃនិងស៊ីកទេដែលមិនបានផឹកតែបើមើលប្រភេទស្រាដែលពួកគេកំពុងតែផឹកវាគឺជាប្រភេទស្រាស្រដៀងរបស់ស្រាដែលនីក្លូនោះយកបកលឲ្យមេដឹកនាំពួកទាហានមែនតែនត្រឡប់មកខាងកាប៊ីនិងហ្វាកូដែលកំពុងតែជាប់ឃុំនៅក្នុងគុកមួយនេះវិញកាប៊ីកំពុងតែសម្ដែងធ្វើជាប្រកាច់ប្រកិនជាហើយដែលក៏កម្លាំងម្នាក់នេះបានចូលមកមើលអាការៈរបស់នាងតែក៏ត្រឹមមួយដុំថ្មដែលកាប៊ីបានលាក់ក្នុងដៃនាងវាយក៏កម្លាំងម្នាក់នោះឡើងស្លាប់តែម្ដងទើបពួកគេយកអាការនោះរត់ចេញមកបានសម្រេចហ្វាកូបន្តកាប៊ីថានាងដូចជាធ្វើជ្រុលពេកហើយក៏កម្លាំងម្នាក់នោះដូចជាបារម្ភនាងណាស់តែកាប៊ីមិនខ្វល់ទេបិសាចនឹងតែជាបិសាចកាប៊ីមិនអាចទុកចិត្តណាបានទេសូម្បីតែស៊ីកដែលនាងគិតថាជាមនុស្សល្អនិងជាអ្នកស្មោះត្រង់ចំពោះម៉ាឡេមករហូតតែពេលនេះបែរជាក្បត់ពួកនាងថែមទាំងមករួមដៃជាមួយនឹងពួកស្ត្រូវដែលជាអេរ៉ែនថែមទៀតមើលទៅពួកគេរត់ចេញមកមិនបានសម្រាប់តតែសោះរត់រហូតដល់ព្រឹកនៅកន្លែងនេះហ្វាកូក៏ប្រើកាប៊ីនោះដកផ្លាពីលើដៃដែលជាផ្លាបង្ហាញថានាងគឺជាទាហានហ្វឹកហាត់របស់ម៉ាឡេចេញទៅតិចមានអ្នកមកឃើញតែកាប៊ីនោះណាមិនព្រមទេទៅមិនដាមានការវាយគ្នាកាលឡើងបែកងាប់ទៅហ្វាកូបងគាំទ្របានជានាងមិនព្រមដកចេញពីព្រោះនាងមិនចង់ដូចពួកអេឌីនៅលើកោះផារ៉ាឌីនេះនាងគឺជាពួកអេឌីមនុស្សល្អមិនដូចជាពួកអេឌីបិសាចលើកោះមួយនេះទេភ្លាមនោះវាក៏មានក្មេងស្រីម្នាក់បានបង្ហាញខ្លួននាងមានឈ្មោះថាខាយ៉ាឃើញបាបនោះពួកគេភ័យមែនតែនទៅបញ្ញាប់យកផ្លាលើដៃលាក់ទុកខាយ៉ាសួរពួកគេថាមកពីណាកាប៊ីក៏កុហកថាពួកគេគ្រាន់តែរត់ចេញពីផ្ទះប៉ុណ្ណោះនិយាយបណ្ដើកាប៊ីនេះក៏រើយកថ្មបណ្ដើប្រកាសណាកាប៊ីថានឹងយកថ្មមួយនេះសម្រាប់ខាយ៉ាតែខាយ៉ាមិនបានសួរនាំអីច្រើនទេទៅហៅហ្វាកូនិងកាប៊ីនោះទៅហូបបាយនៅផ្ទះរបស់នាងជាមួយគ្នាបាននោះពួកគេក៏សម្រេចចិត្តទៅតាមនាងដើម្បីរកកន្លែងហូបនិងកន្លែងស្នាក់នៅមួយរយៈមុននឹងចូលទៅខាងក្នុងហ្វាកូប្រាប់ឲ្យកាប៊ីនោះក៏និយាយអីផ្ដេសផ្ដាស់ទុកឲ្យគេជាអ្នកនិយាយឯងតែពេលចូលមកដល់ខាងក្នុងគឺសប្រៃហ្មងពីព្រោះគ្រួសាររបស់ខាយ៉ាគឺជាឪពុករបស់សាមនុស្សស្រីដែលកាប៊ីបានសម្លាប់គ្រាន់តែពេលនេះកាប៊ីមិនទាន់ដឹងប៉ុណ្ណោះនិយាយចុះនិយាយឡើងរហូតយើងដឹងថាក្មេងៗទាំងអស់នេះរួមទាំងខាយ៉ាគ្រាន់តែជាក្មេងកំព្រាដែលត្រូវបានឪពុកម្ដាយរបស់សាយកមកចិញ្ចឹមប៉ុណ្ណោះហ្វាកូក៏បានណែនាំខ្លួនថាពួកគេទាំងពីរនាក់គឺជាបងប្អូននឹងគ្នាដោយប្រើឈ្មោះคล้ายៗខ្ញុំបាទឈ្មោះថាបេនចំណែកប្អូនស្រីរបស់ខ្ញុំឈ្មោះថាមីអាពួកយើងសូមរំខានពួកលោកមួយរយៈបានទេពួកខ្ញុំសុខចិត្តធ្វើការដើម្បីជាការសងគុណដល់ពួកលោកប្រកាសណាស់ឪពុករបស់សាបានស្វាគមន៍ពួកគេជានិច្ចចឹងហើយបើចង់នៅទីនេះយូរប៉ុណ្ណាក៏តាមចិត្តទៅចុះហ្វាកូដែលធ្វើខ្លួនឡើងសប្បាយធម្មតាតែកាប៊ីវិញនេះដូចជាផ្លឹកភ្លាំងមិនព្រមដួសមហូបស៊ីសោះពីព្រោះនាងមិនចង់ស៊ីអាហាររបស់ពួកដែលនាងចាត់ទុកថាជាបិសាចឡើយរហូតម្ដាយរបស់សាគាត់ក៏ចូលមកអែក្បាលដោយក្តីអាណិតតែក៏ត្រូវកាប៊ីវាយដៃនាងមួយទំហឹងទង្វើរបស់នាងធ្វើឲ្យទាំងអស់គ្នាភ្ញាក់ផ្អើលមែនទែនតែគាត់មិនប្រកាន់ទេគាត់គិតថាប្រហែលកាប៊ីនោះជួបរឿងអាក្រក់មកច្រើននៅថ្ងៃតែមួយអ៊ំស្រីខីយូមីបានមកដល់លេងលើកោះផារ៉ាឌីម្ដងទៀតជាពិសេសគាត់មិនបានមកដៃទទេទេតែគាត់បាននាំយកយន្តហោះដែលធ្វើឡើងដោយប្រជាជនប្រទេសហ៊ីសរុមកផ្ញើទៀតផងហើយថានេះគឺជាយន្តហោះដំបូងគេលើលោក
ថាបានដែលប្រើវាជាមួយនឹងរ៉ែថ្ម iBus ក្នុងការហោះហើរដោយយន្តហោះនេះនឹងទុកប្រើសម្រាប់ជិះមើលពីលើមេឃពេលណាដែលពួកគេបញ្ជា Titan យក្សមួយចំនួនតូចទៅបំផ្លាញកន្លែងណាមួយពួកគេអាចជិះយន្តហោះមួយនេះដោយបានមើលពីលើនិងច្បាស់ហើយសុវត្ថិភាពទៀតនៅល្ងាចនោះប្រជាជននិងអ្នកកាសែតជាច្រើនបានឈរចាំនៅខ្លោងទ្វារអគារដើម្បីរងចាំសភាហាន់ជីដោយសារតែពួកគេទទួលដំណឹងថា Eren ត្រូវបានខាងហាន់ជីចាប់ឃុំខ្លួនទាំងដែល Eren គឺជាហេរ៉ូរបស់កោះ Paradis មួយនេះប្រហែលមានអ្នកនៅខាងក្នុងបានទម្លាយរឿងនេះឲ្យប្រជាជនបានដឹងទាំងដែលរឿងបែបនេះវាត្រូវលាក់ទុកជាអាចកំបាំងប្រជាជនគាត់មិនសុខចិត្ត Eren ដែលបានដឹកនាំកងកម្លាំងឡើងទៅប្រយុទ្ធនឹងប្រទេសម៉ាឡេដែលជាប្រទេសសត្រូវទទួលបានជ័យជំនះហើយត្រូវតែផ្ដល់កិត្តិយសមិនមែនយក Eren នោះមកឃុំទុកដោយអ្នកទោសអញ្ចឹងទេទើបពួកប្រជាជនចង់ឲ្យដោះលែង Eren ឲ្យមានសេរីភាពវិញរឿងនេះហាន់ជីមិនបានបកស្រាយទេតែនាងក៏តបមកពួកគេវិញថានាងធ្វើបែបនេះក៏ដើម្បីប្រជាជន Eren នឹងឯងនៅទី import ពួកហាន់ជីក៏រកឃើញអ្នកដែលយករឿងនេះប្រាប់ដល់ប្រជាជនវាគឺជា Floyd និងអ្នកកងកម្លាំងថ្មីទាំង3នាក់នេះហាន់ជីក៏សួរថាហេតុអីក៏ល្មើសវិន័យច្បាប់បែបនេះ Floyd ក៏តបក៏ដោយសារតែ Eren មិនបានធ្វើអីខុសគេត្រូវតែដោះលែងឲ្យមានសេរីភាពវិញចឹងហើយអ្នកដែលអាចធ្វើឲ្យប្រជាជន Eren នៃកោះ Paradis អាចដើរទៅមុខបានគឺមានតែ Eren ប៉ុណ្ណោះការដែល Floyd ធ្វើរឿងតាមចិត្តខ្លួនមិនដាមានភាពចលាចលបែបនេះទើបហាន់ជីនាំយកពួកគេទាំង4នាក់ទៅឃុំទុកសិនអាចថាហាន់ជីពិតជាហត់ណាស់ដែលត្រូវមកទទួលតួនាទីធំធេងបែបនេះនាងពិតជាមិនយល់ពិតមែនហេតុអីបានជា Erwin នោះជ្រើសនាងឲ្យខ្លាចមកជាមេបញ្ជាការបែបនេះហើយរឿងអថែម Titan ក៏បញ្ចប់ត្រឹមនេះចឹងជួបគ្នានៅភាពបន្តឆាប់ៗនេះណាបាទមុននឹងបញ្ចប់វីដេអូមួយនេះខ្ញុំបាទក៏សូមអរគុណដល់បងមែនតែដែលបានគាំទ្រនិងឧបត្ថម្ភខ្ញុំកន្លងមកមិនថាគ្រប់វិធីក៏ដោយទោះបីវាតិចសម្រាប់បងមែនតែវាមានតម្លៃណាស់សម្រាប់ខ្ញុំចឹងមើលតើអរគ្នាចង់ឧបត្ថម្ភខ្ញុំអាចឧបត្ថម្ភខ្ញុំបានតាមរយៈ QR Code មួយនេះដើម្បីជាកម្លាំងចិត្តក្នុងការនាំយករឿងរ៉ាវផ្សេងៗមកសម្រាប់ជូនដល់អ្នកទាំងអស់គ្នាទៀតចឹងចាស់ស្មិតបាយបាយ